ធ្លាប់អត់ថ្ងៃខ្លះសុកមួម៉ៅស្រាប់តែផ្ទុះកំហឹងដាក់គេឯងទាំងតែគេគ្មានកំហុសអីសោះពេលខ្លះទៀតឃើញការងារលើតុច្រើនពេកធុញថប់ចុចទូរស័ព្ទចោលរាប់ម៉ោងអត់ធ្វើអីព្រោះមិនចង់ប្រឈមមុខជាមួយនឹងវានិយាយតាមត្រង់ទៅខ្ញុំធ្លាប់ឆ្លងកាត់រឿងអស់ហ្នឹងញឹកញាប់ពីមុនខ្ញុំតែងតែគិតថាការខឹងការភ័យឬការមិនសប្បាយចិត្តគឺជារឿងអាក្រក់ត្រូវតែកម្ចាត់វាចោលទាំងអស់ខ្ញុំព្យាយាមលាក់វាទុកតែចុងក្រោយវាផ្ទុះមកវិញខ្លាំងជាងមុនទៀតរហូតដល់ថ្ងៃនេះទើបខ្ញុំយល់ថាអារម្មណ៍ទាំងនេះមិនមែនជាសត្រូវខ្ញុំទេតែវាដូចជាអ្នកនាំសារដែលកំពុងព្យាយាមប្រាប់យើងពីអ្វីមួយថ្ងៃនេះខ្ញុំចង់ខ្ចីដៃក្រូដារីមកចែកម្លែកពីរបៀបរៀនស្ដាប់និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឡើងវិញតែបន្តទៅយើងទាំងអស់គ្នាប្រាប់ខ្លួនឯងថាកុំខឹងកុំយំឬកុំភ័យឲ្យសោះតែអ្នកមានចាប់អារម្មណ៍អត់អ្នកកាន់តែហាមកាន់តែមិនបាត់ថែមទាំងមកញញប់ទៀតការព្យាយាមលាក់អារម្មណ៍ខ្លួនឯងទុកវាមិនខុសអីពីសង្កត់បាល់ទៅក្នុងទឹកហើយដល់ពេលសង្កត់ហើយកម្លាំងផ្លាកមកវិញវាក៏ខ្លាំងដូចគ្នាអញ្ចឹងថ្ងៃនេះក្រូដារីចង់បបួលអ្នកទាំងអស់គ្នាឲ្យសាកលបងបដូរការគិតបន្តិចអារម្មណ៍មិនជារឿងខុសទេឬក៏ត្រូវនោះទេវាគ្រាន់តែជាសញ្ញាដែលកំពុងប្រាប់យើងថាមានរឿងអីម្យ៉ាងដែលកំពុងតែកើតឡើងក្នុងខ្លួនយើងហើយបើកំហឹងវាមកដល់វាកំពុងប្រាប់ថាមាននរណាម្នាក់ឬក៏អ្វីម្យ៉ាងកំពុងតែបំពេញលើព្រំដែនយើងហើយបើភាពភ័យខ្លាចមកដល់វាកំពុងតែប្រាប់យើងថាយើងកំពុងតែបារម្ភពីសុវត្ថិភាពឬភាពមិនច្បាស់លាស់ណាមួយដូច្នេះការគ្រប់គ្រងអារម្មណ៍មិនមែនមានន័យថាយើងត្រូវតែធ្វើខ្លួនឲ្យក្លាយជាមនុស្សយន្តដែលគ្មានអារម្មណ៍នោះទេតែវាជាការរៀនឈរមើលឲ្យយល់ថាតើវាចង់ប្រាប់អ្វីដល់យើងឈប់យកទូរស័ព្ទមកធ្វើជាខែលរឿងមួយទៀតដែលចង់និយាយត្រង់ពីក្រូដារីពេលខ្លះយើងខ្ជិលឬចង់តែចុចទូរស័ព្ទមិនមែនមកពីយើងអសមត្ថភាពធ្វើការទេតែមកពីយើងខ្លាចការងារនឹងពិបាកខ្លាចធ្វើទៅមិនល្អក៏យកទូរស័ព្ទមកចុចដើម្បីគេចពីអារម្មណ៍ខ្លាចនឹងបើចង់ឈប់ពន្យាពេលការងារត្រូវរៀនប្រឈមមកនឹងភាពមិនសំណុកចិត្តបើហត់ក៏សម្រាកតែមិនមែនមកពីយើងអន់ទេយើងគ្រាន់តែត្រូវការពេលដោះស្រាយអារម្មណ៍ខ្លួនឯងបន្តិចប៉ុណ្ណោះការគ្រប់គ្រងអារម្មណ៍វាមិនធ្វើបានភ្លាមក្នុងរយៈពេលមួយថ្ងៃវាដូចជាការហាត់ប្រាណអញ្ចឹងត្រូវការហាត់រាល់ថ្ងៃក្នុងចន្លោះពេលដែលអារម្មណ៍វាកើតឡើងរហូតដល់ពេលយើងឆ្លើយតបទៅវិញបានលំហូរតូចមួយហ្នឹងហើយជាកន្លែងដែលអ្នកអាចកំណត់វាសនាខ្លួនឯងបានសាកល្បងអនុវត្តមើលបើមានអារម្មណ៍មិនដែរកុំភ្លេចមកប្រាប់ខ្ញុំផងណាបើពេញចិត្តវីដេអូនេះជួយចុច like ម្នាក់មួយមកដើម្បីឲ្យខ្ញុំដឹងថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនឹងបែបម៉េចអរគុណច្រើនដែលនៅមើលដល់ចប់ជួបគ្នាវីដេអូក្រោយ